Hier và chẳng cầm sôm chập đam tam dong đôi sa pelvilia clay đá man chẳng ngày ní cầm trong đôi chi ria proap kla om pi kebun piti prarup akesenya pipipia ba cầm min bun pnak ba timui min arom kata ha cầm trong ni om pi niumanei nang sanyan tuteur na ya pipipia yang kem chong romlek klakla on pi maselmeng da on pi ave dal jung ban lu pi maselmeng chang pnek ti mui kem chong ni je on pi apipipi da min piep samnyam apipipi che rương mui da yeru matrulte ma jeng min piep samnyam pnek ti pi kem dang ni om pi kebun piti apipipi tam sasna yuda nang tam prekri sasna pnek ti bai ku kebun piti prarup akesanya apipipi tam presahakum katolik ni kem chaik chipi timui om pi prawatในการตักแต่งกระบวนพิธีนังที่ปีดำนักการโดยสำคัญแต่งบุญในพิธีปรารูปอาเกษญาปิปิเปียหาจิจงกล่าวในที่บุญสนทานนังตุสนาวิสัยโดยสัจจงมีเรื่องชราญได้กว่ายังชิเปรสหกุมในประเทศกัมพูชีกัดมาในแต่มีปัญหาชราญเป็นยังนิยมปีกบุญพิธีปรารูปอาเกษญาปิปิเปียจังที่มวยเข็มจังนิยมปีนิยมในนังสัญญาณตุเตอร์ในอาปิปิเปียอันนี้เข็มบันเรียบชมชิสไลด์ตามดงโดยเฉพาะสรุปสำหรับเจิงได้ที่มวยได้เข็มจังรมเล็กคือเจิงอาจสับเคยท้าอาปิปิเปียเชียสถาบันมวยได้สหกุมมนุษย์แต่งมูลเทรบานตัวทุลสควอลบ่าจึงชีบารังจึงชีขมายจึงชีเวียดนามจึงชีอเมริกจึงชีเจนไอจังให้ทำมนุษย์จึงกรุ๊ปจิตซะพลับตัวทุลสควอลท้าอภิปิเปียเชียสถาบันมวยได้สำคัญตรบันตุลสควอลหายนังอนุวัตตั้งปีดามริมอได้มันประกันปีตักใดกำเนิดปีปุจซะจิตซะวัปทออารยทอสถานพิบสังคมวรรณะหรือก็ฐานะหรือศาสนานามุยลอยทบัดเสกได้สโรไลน์โรวิงโบโรนังเสตรัยฮักโดยเชียพิษาอันดราชีตมาสกเดสโรไลน์ชีพิษาอันดราชีตอันจังอภิปิปีเวียชีพิษาในสกเดสโรไลน์ได้ชีพิษาอันดราชีตมาอย่างติดยังอาจสับเคยท้าสหกุมมนุษย์แต่งมูลตรบันตุลสควอลท้าอภิปิปีเชียจำนองโดสักการะโรวิงโบโรนังสตรัยได้เนื้อสเตสเตมันปลายปรูลตามตมนังเจ็ดมนุษย์เตมาชีจำนองโดสักการะให้จำนองโดสักการะนี้ชีโปรดยาวโดลกุสวามัยเพรียนังชีโปรดยาวโดลคนชานั่งเชียประยาวโดยสังคมแต่งมูลจำพูดยังได้ช่วยเลยประชิมจ้าคือเชียประองปตัวคือประชิมจ้าปตัวได้บ้านบังเกิดการรุหเนอชิคุสวามัยเพรียได้มินเสกได้ทลายทโนปตัวนังมินตีดาวเพ่ง
បាទនេះខ្ញុំសូមរំលឹកអំពីអ្វីដែលលោក François បានបង្រៀនពីម្សិលមិញគឺព្រះជាម្ចាស់ដែលបានបង្កើតស្ថាប័នអាពាហ៍ពិពាហ៍មួយយ៉ាងអាពាហ៍ពិពាហ៍មកពីព្រះជាម្ចាស់តែម្ដងមិនមែនមនុស្សយើងទេដែលបានបង្កើតអាពាហ៍ពិពាហ៍គឺព្រះជាម្ចាស់ផ្ទាល់ដែលបានបង្កើតអាពាហ៍ពិពាហ៍បាទទៅមុខទៀតចឹងតាំងពីដើមបងអស់នោះមកធ្លាប់មានមនុស្សប្រុសនិងមនុស្សស្រីកើតចេញពីកុលសម្ព័ន្ធនិងពីវងត្រកូលនានាដែលចងសម្ព័ន្ធមេត្រីរវាងគ្នានឹងគ្នាដើម្បីធ្វើអីទី1ដើម្បីមានសេចក្តីថ្លៃថ្នូរសម្រាប់គូស្វាមីភរិយាផ្ទាល់បាទហើយតែយើងរៀបការបាទដើម្បីមានសេចក្តីថ្លៃថ្នូរសម្រាប់យើងដែលជាគូស្វាមីភរិយាទី2ក៏សាងគ្រួសារមួយដោយមានការទទួលស្គាល់ពីច្បាប់ពីប្រពៃណីនិងពីសង្គមរៀងៗខ្លួនយ៉ាងសាធារណៈទី3ដើម្បីបង្កើតនិងចិញ្ចឹមបីបាច់ថែរក្សាកូនដើម្បីបន្តពូជពងវងត្រកូលបាទបន្តពូជណាបាទយើងរៀបការដើម្បីបន្តពូជដែរហើយដើម្បីគេលបាយសែនណាបាទដើម្បីលាយសែនណាបាទមួយទៀតដើម្បីបំពេញតម្រូវការខាងជីវសាស្ត្រមានមិត្តរួមជីវិតកុំឲ្យយើងនៅម្នាក់ឯងបាទមួយទៀតចងសម្ព័ន្ធមេត្រីរវាងវងត្រកូលឲ្យជាប្រយោជន៍ដល់ផ្នែកនយោបាយឬផ្នែកហិរញ្ញវត្ថុមួយទៀតដើម្បីធ្វើឲ្យអ្នកដែលយើងស្រឡាញ់មានចិត្តសប្បាយរីករាយធានាសុវត្ថិភាពសេចក្តីស្រឡាញ់និងអារម្មណ៍ហើយចុងក្រោយដើម្បីរស់នៅដោយខ្លួនឯងមិនពឹងផ្អែកលើឪពុកម្ដាយជាចុងក្រោយមនុស្សគ្រប់ជាតិសាសន៍និងប្រជាជាតិនានាទោះជាមានជំនឿខុសៗពីគ្នាក៏ដោយត្រូវបានបង្កើតហើយនឹងប្រារព្ធពិធីអាពាហ៍ពិពាហ៍តាមក្បួននិងប្រពៃណីរៀងៗខ្លួនដែរដូចជាអាពាហ៍ពិពាហ៍ខ្ល้ายជាប្រពៃណីហើយនឹងខ្ល้ายជាក្បួនពិធីបាទអញ្ចឹងអាពាហ៍ពិពាហ៍ជាធម្មជាតិរបស់យើងអាពាហ៍ពិពាហ៍ជាធម្មជាតិមនុស្សយើងធ្លាប់មានចិត្តទទូននឹងអាពាហ៍ពិពាហ៍មានលំអៀងចិត្តទៅរកអាពាហ៍ពិពាហ៍វាដូចជាវាស៊ីជម្រៅនៅក្នុងខ្លួនយើងជាធម្មជាតិរបស់យើងតែម្ដងបាទហើយតែអាពាហ៍ពិពាហ៍ជាធម្មជាតិមនុស្សយើងព្រោះតែអាពាហ៍ពិពាហ៍មានសភាពជាព្រះជាម្ចាស់ហើយនឹងមានសភាពជាមនុស្សជាតិទាំងពីរកុំភ្លេចថាសម្រាប់យើងព្រះជាម្ចាស់ជាព្រះត្រៃឯកព្រះជាម្ចាស់មិនដែលនៅម្នាក់ឯងព្រះជាម្ចាស់មានតែមួយក៏ប៉ុន្តែព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធមានចលនានៅក្នុងសេចក្តីស្រឡាញ់
បាទហើយនេះជាមូលហេតុព្រះជាម្ចាស់បានបង្កើតមនុស្សយើងឲ្យមានចលនានៅក្នុងសេចក្តីស្រឡាញ់ដែរព្រះជាម្ចាស់បង្កើតមនុស្សជាបុរសជាស្ត្រីអញ្ចឹងអាពាហ៍ពិពាហ៍មានសភាពជាព្រះជាម្ចាស់ផងហើយមានសភាពជាមនុស្សជាតិផងខ្ញុំសូមរំលឹកតិចតួចតែប៉ុណ្ណឹងខ្ញុំនិយាយលឿនណាក្នុងតាមគម្ពីរកំណើតពិភពលោកព្រះជាម្ចាស់មានព្រះបន្ទូលថាបើមនុស្សនៅតែម្នាក់ឯងដូច្នេះមិនស្រួលទេប្រសិនបើមនុស្សនៅតែម្នាក់ឯងមិនស្រួលទេយើងនឹងបង្កើតម្នាក់ទៀតឲ្យជួយនឹងបានជាគ្នាពេលនោះមនុស្សមិនមែនជាមនុស្សប្រុសទេតាមព្រះគម្ពីរលោកអាដាមមកអត់មានភេទទេព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះជាម្ចាស់ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី same but different មនុស្សប្រុសមនុស្សស្រីសុទ្ធតែជាមនុស្សក៏ប៉ុន្តែខុសគ្នាដែរខុសគ្នាតែត្រូវគ្នាខុសគ្នាតែត្រូវគ្នាកំណើតពិភពលោកមួយទៀតចូលបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពីពេញលើផែនដីហើយត្រួតត្រាផែនដីទៅបាទនេះជាបទបញ្ជារបស់ព្រះជាម្ចាស់ចំពោះមនុស្សយើងហើយសូមរំលឹកអំពីសេចក្តីមួយពីមហាសន្និបាតបាទីកុងទី2ចំណងដោយសក្ការៈនៃអាពាហ៍ពិពាហ៍នេះនៅស្ថិតស្ថេរមិនប្រែប្រួលតាមទំនឹងចិត្តមនុស្សទេព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានបង្កើតការរស់នៅជាគូស្វាមីភរិយាព្រះជាម្ចាស់ផ្ទាល់បានបង្កើតការរស់នៅជាគូស្វាមីភរិយាដូច្នេះសូមចូលក្នុងផ្នែកទី1អាពាហ៍ពិពាហ៍មានភាពសាមញ្ញពេលយើងនិយាយអំពីអាពាហ៍ពិពាហ៍ជាមានរឿងផ្សេងពីគ្នាជាច្រើនដែលចង់និយាយថាប្រជ្រៀតគ្នាបាទដោយសារមួយយ៉ាងខ្ញុំបានដាក់រូបភាពមានលោកអាដាមនិងអេវ៉ាហើយមានព្រះហស្ថរបស់ព្រះជាម្ចាស់ដែលបង្កើតបាទមួយយ៉ាងអាពាហ៍ពិពាហ៍មានភាពដ៏ប្រសើរថ្លៃថ្នូរមកពីព្រះជាម្ចាស់ជាព្រះបង្កើតព្រះអង្គសពព្រះハរតីសម្រេចដូច្នេះបាទមនុស្សយើងដែលមានភេទជាបុរសជាស្ត្រីវាជាទីគប់ព្រះハរតីរបស់ព្រះជាម្ចាស់បាទមនុស្សយើងប្រហែលដូចជាយើងធ្លាប់គិតថាអូរឿងភេទនេះជាមីបាទយើងខ្មាស់អៀនអំពីរឿងភេទប៉ុន្តែពីដើមមនុស្សប្រុសនិងមនុស្សស្រីនៅខ្លួនទទេបាទអត់មានអីខុសទេមនុស្សយើងដែលមានភេទដើម្បីរៀបការអត់មានបាបទេព្រោះតែព្រះជាម្ចាស់បានបង្កើតហើយម្យ៉ាងទៀតអាពាហ៍ពិពាហ៍មានភាពសៅហ្មងដែរពីព្រោះអី
một pi munu lục cây min robua knong chất dừng đằng hai ông pe báp bàn bong khơi à vậy tăng kem ban đã rụp hiệp chia tê vật tút đại bật phở đại bật phởในศูนย์เอเดนโดยมีบัญชีในขนมประคมปีบ้าจังอมไปบ้าบันบังคุยพิบโดย process ไทรทโนในอภิพิปีพิโปรยพิโปรอมไปบ้าทว่าบันบังคุยตมเนตมนงอมไปบ้าบันบังคุยตมเนตมนงเราวิ่งไปจิมจ้าในมุนุเจงon peut pas ban bang khoi tum na tum nong roving khnyom nang ke hai on peut pas ban bang khoi tum na tum nong roving boro nang setrei chi pise na pe prechim cha te chup adam no bai su ban fa ne ban nyam plai ban nyam plai chơ adam chơ ai prem cha ơi man khom te cứ sợ trai đại thứ mà mang khiếm thế ở trên tôi tu khót rồi thế mà nó anh chàng ông phải bá ban bong khơi tôm nhà tôm nông chỉ pisa tôm nhà tôm nông rồi vinh boro nâng sợ trai chỉ ba rồi xong tôi cầm pije mà từ luyện thế cơ anh chàng à pipi mình pip sam nham pipi mopi prechimcha mopi prevenindo visot haini ku Santa Paul da ban sosek nong mui Corinthos minta prevenien pano dal protein ai munujeng ait vinichai sekedai tang nu ban ri ai ne dal ban totul prevenien vinichai ban tang hai kmien ne na vinichai ne nu ban laoi minta prevenindo visot vinien robo prechimcha dar ai trip ne piep klaitno ne apipi ban le samopi prechimcha kem som chom repta cho ruhne ai srop tam prevenien nu bongpon nang man bompeng tam bom nong chat lop lun robo lokei titlaiบัดบอมน้องลบลุ่นระบบโลกายแต่งตาตัวนังประวิญญาณหอยประวิญญาณก็มีบอมน้องตัวนังโลกายได้โลกายนังประวิญญาณตัวขี้เนี่ยแต่งสรงดัชนะบงปอนปมไอเธอเอาไว้ได้บงปอนจงเธอนูลายมายังจงสระลังขี้เนี่ยยังได้ชีกุสวามัยเพรียชีบอร์ชีสตรียังจงสระลังขี้เนี่ยแต่เวงแต่หม้อขนมอาปิก็ปังตาเนื้อตามินเอาไว้มุ่ยได้จงรีแรงเพลิดเยอะนะบัดอันจังพิบสามยำนะสมจำปีนี้อาปิมินพิบสามยำมอปีประชิมจ้าพ้องจังเบียร์อประสาหายมอปีเยื้องได้ชิมุนุโลกายได้มินรบูในขนมจัดรบูได้มอปีอัมเปบาบจังเบียร์มันช่วยรู้เตะบ้าจังอภิพิจีอัดกำบังโดออกจ้ารบูประชิมจ้าเยื้องนี่เจ้าอัมปีอักเกสัญญาเยื้องได้ยังชีคาทอลิกยังนี่ยังปีอภิพิชีอาเกสัญญาคำชาปารอมปีนิกายออร์โธดอกซ์นิกายออร์โธดอกซ์ก็ได้นี่ยังปีอาเกสัญญาเถอะอาเกสัญญาแต่งพรำปีออร์โธดอกซ์นี่ยังปีโมหะกัมบังแต่งพรำปีวะไม่ยังได้โมหะกัมบังโอเคจำจังอ่านแต่งเอาแต่ยังแต่มุก
ចឹងអានេះសំលើកទាំង3នេះដូច្នេះរូបភាពនេះបញ្ជាក់អំពីអាពាហ៍ពិពាហ៍មកពីព្រះជាម្ចាស់បង្កើតបុរសនិងស្ត្រីអញ្ចឹងព្រះអង្គបានបង្កើតអាពាហ៍ពិពាហ៍ដែរទី2អាពាហ៍ពិពាហ៍តាមព្រះគម្ពីរវិវរណៈជាពិធីមង្គលការរបស់កូនឈាមមុននឹងទទួលព្រះកាយក្នុងអាពាហ៍បូជាចានិយាយយ៉ាងម៉េចអ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់លៀងរបស់កូនឈាមអ្នកនោះពិតជាមានសុភមង្គលហើយបាទយើងចូលរួមក្នុងពិធីមង្គលការរបស់កូនឈាមកុំភ្លេចអំពីព្រះយេស៊ូវដែលចូលរួមក្នុងពិធីមង្គលការនៅភូមិកាណាសន្តាយ៉ូហានសរសេរថានេះជាទីសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូវបានធ្វើទីសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូវបានប្រព្រឹត្តគឺយកទឹកឲ្យធ្វើជាស្រាប្រសិនបើយើងរៀបការហើយយើងអញ្ជើញភ្ញៀវមកចូលរួមយើងឲ្យគេផឹកទឹកសុទ្ធតែប៉ុណ្ណឹងគេសប្បាយឬអត់មិនមែនទេអញ្ចឹងនេះជាសញ្ញាសម្គាល់មួយដ៏ពិសេសមែនតើសញ្ញាសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូវបានធ្វើគឺចូលរួមពិធីមង្គលការហើយព្រះយេស៊ូវបានយកទឹកនៃដូចជាអាពាហ៍ពិពាហ៍តាមធម្មជាតិយើងដើម្បីធ្វើជាស្រាបាទទឹកនៃអាពាហ៍ពិពាហ៍ក្លាយជាស្រាដ៏ឆ្ងាញ់បាទអូខេខ្ញុំចូលក្នុងផ្នែកទី2របស់ខ្ញុំក្បួនពិធីអាពាហ៍ពិពាហ៍ប៉ុន្តែខ្ញុំចង់ចែកជា2បងប្អូនដឹងហើយយើងជាគ្រីស្ទបរិស័ទហើយជំនឿរបស់យើងមានលំនាំដែលមកពីសាសនាយូដាបាទចង់និយាយថាពិធីបុណ្យនៃគ្រីស្ទសាសនាវាចាក់ឫសនៅក្នុងពិធីបុណ្យនៃសាសនាយូដាចឹងខ្ញុំគិតថាសម្រាប់យើងគួរឲ្យចាប់អារម្មណ៍អំពីក្បួនពិធីនៃសាសនាយូដាតែទងនឹងអាពាហ៍ពិពាហ៍បាទហើយទី2តាមគ្រីស្ទសាសនាព្រះយេស៊ូវធ្លាប់មានព្រះបន្ទូលថាខ្ញុំមិនមែនមកលុបបំបាក់ទេគឺខ្ញុំមកធ្វើឲ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញហើយតែព្រះជាម្ចាស់បានចាប់កំណើតក្រោយគេបងអស់គាត់ឆ្ងល់ដែរព្រះជាម្ចាស់បានសម្រេចចិត្តដូចជាព្រះハរិតេនឹងកើតជាមនុស្សក្រោយអាប់រ៉ាហាំក្រោយម៉ូសេក្រោយព្យាការីទាំងអស់ក្រោយព្រះពុទ្ធហើយទេបាទដោយសារព្រះអង្គព្រះជាម្ចាស់មិនមកដើម្បីលូបបំបាត់តែដើម្បីធ្វើឲ្យមានឲ្យបានពេញលក្ខណៈហើយពាក្យសម្ដីព្រះបន្ទូលចុងក្រោយដែលព្រះយេស៊ូវមានព្រះបន្ទូលនៅលើចុចឆ្កាងមុននឹងផុតដង្ហើមស្អីខ្ញុំបានសម្រេចសពគ្រប់អស់ហើយខ្ញុំបានសម្រេចសពគ្រប់អស់ហើយមិនខ្វះអ្វីទេខ្ញុំបានសម្រេចសពគ្រប់អស់ហើយសំចាំអំពីនេះដោយសារនេះសម្រាប់ពិធីបុណ្យក៏ដូចគ្នាដែរពេលខ្លះក្នុងពិធីបុណ្យនៃ
របស់យើងមានអារម្មណ៍ថាអូខ្វះអ្វីមួយខ្វះនេះខ្វះនោះបាទទេព្រះយេស៊ូវបានសម្រេចសពគ្រប់ហើយអញ្ចឹងពិធីបុណ្យតាមសាសនាយូដាមានអីគេយើងហៅថាកិច្ចមង្គលកិច្ចមង្គលមានពិធី8ដំណាក់កាលនិយាយរួមមាន8ដំណាក់កាលទី1ពិធីកំដោឬក៏ពិធីសម្លឹងមើលមុខគ្នាទៅវិញទៅមកបាទមុននឹងនិយាយអំពីនេះសូមបញ្ជាក់ថាសម្រាប់សាសនាយូដាគេចែកពិធីបុណ្យគេធ្លាប់ប្រារព្ធពិធីបុណ្យជាពីរកន្លែងមានពិធីបុណ្យដែលត្រូវបានប្រារព្ធតាមផ្ទះយើងដែលជាប្រពៃណីមកយ៉ាងគួរចាប់អារម្មណ៍មែនតើហើយមានពិធីបុណ្យខ្លះដែលយើងប្រារព្ធតាមព្រះវិហារក្រុងយេរូសាឡិមឬក៏តាមធម្មសាលាជាពិសេសសប្តាហ៍ថ្ងៃបាទមានពិធីខ្លះដែលយើងប្រារព្ធតាមផ្ទះពិធីខ្លះដែលយើងប្រារព្ធតាមព្រះវិហារឬក៏ធម្មសាលាហើយសម្រាប់សាសនាយូដាអាពាហ៍ពិពាហ៍គេមិនដែលប្រារព្ធនៅព្រះវិហារទេគេប្រារព្ធតាមផ្ទះគួរចាប់អារម្មណ៍បាទប្រហែលបិទភ្លើងបានអត់នៅនេះដោយសារមិនសូវច្បាស់ទេរូបភាពអត់ទេអញ្ចឹងពិធីដូចជាដំណាក់កាលទី1គេរៀបចំបាឡាំងមួយសម្រាប់ស្រីក្រមុំបាទដោយសារស្រីក្រមុំជាកូនក្រមុំសំទោសកូនក្រមុំជាព្រះមហាក្សត្រីយើងមានសញ្ជាតិយូដាតាមរយៈម្ដាយបាទប្រសិនបើម្ដាយជាសាសដតីហើយដូចជាឪពុកជាសាសយូដាហើយម្ដាយជាសាសដតីកូនយើងមិនមែនជាសាសនាយូដាទេណាយើងមានសញ្ជាតិយូដាមកពីម្ដាយអញ្ចឹងស្រីជាព្រះមហាក្សត្រីអញ្ចឹងគេរៀបចំបាឡាំងមួយហើយមានគ្រួសារមកភ័ក្រអីមកកំដរនឹងអញ្ចឹងកូនក្រមុំនៅមកខាងកូនកំឡោះមកខាងទៀតគាត់រុំទុកជាមួយមកភ័ក្រហើយមកភ័ក្ររបស់កូនកំឡោះកំដរគាត់ដែរហើយម្យ៉ាងកូនកំឡោះនិងស្ត្រីក្រមុំសម្លឹងមើលមុខគ្នាទៅវិញទៅមកពីចម្ងាយបាទណាបាទទី2ពិធីជំនួបគឺឪពុករបស់កូនកំឡោះនិងឪពុករបស់កូនក្រមុំនាំកូនកំឡោះទៅជួបស្រីក្រមុំកូនក្រមុំសំទោសស្រីក្រមុំកូនក្រមុំបាទអញ្ចឹងពេលនោះកូនកំឡោះសួស្ដីណៃណាពេលនោះកូនកំឡោះគាត់យកស្បាយហើយដាក់ស្បាយលើក្បាលកូនក្រមុំស្បាយ
ស្បាយស្បាយខ្ញុំនិយាយស្បែកសំទោសំខាន់ជាងគេគឺយើងយល់ទោះបីខ្ញុំនិយាយខុសបាទណាអញ្ចឹងនេះជាពិធីជំនួបទី3ពិធីដង្ហែនិងពិធីបោះបង់កូនក្រមុំនិងកូនកំលោះដង្ហែទៅហ៊ូផាភាសាហេប្រឺហៅថាហ៊ូផាជាព្រះឆាយាល័ក្ខណ៍ពេលនោះគឺឪពុកម្ដាយរបស់កូនកំលោះនាំកូនកំលោះឪពុកម្ដាយរបស់កូនក្រមុំនាំកូនក្រមុំទៅហើយក្រោយមកឪពុកម្ដាយទាំងពីរដោះខ្លួនចេញនេះជាពិធីលះបង់ពិធីបោះបង់បញ្ជាក់ថាឥឡូវកូនរបស់យើងមិនជាកម្មសិទ្ធិរបស់យើងទីទេមកយ៉ាងណាវាស្អីលើកូនរបស់យើងទាំងពីរនឹងបង្កើតគ្រួសារថ្មីយើងអត់មានសិទ្ធិទីទេមកយ៉ាងបាទយើងអត់មានសិទ្ធិបំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំគុំឡើងបាទចឹងនេះខ្ញុំចាប់អារម្មណ៍អំពីសញ្ញានេះមែនតើគឺឪពុកម្ដាយដែលនាំកូនហើយក្រោយមកឪពុកម្ដាយដោះខ្លួនបាទក៏មកឪពុកម្ដាយនៅតែចូលក្នុងរឿងអីបាទរហូតដល់មានគូស្រករខ្លះដែលត្រូវបាក់បែកគ្នាព្រោះតែឪពុកម្ដាយធ្វើការពីក្រោយក្នុងមែនអត់បាទទី4ពិធីលំពត់ឬក៏រង្វង់ទាំង3នៃអាពាហ៍ពិពាហ៍មានរង្វង់របស់ព្រះជាម្ចាស់មានរង្វង់របស់ភរិយាហើយមានរង្វង់របស់ស្វាមីសញ្ញាដែលបញ្ជាក់អំពីរង្វង់របស់ព្រះជាម្ចាស់គឺព្រះឆាយាល័ក្ខណ៍បាទវិមូលឃើញពិចារណាវិមូលបាទមានន័យយ៉ាងម៉េចមានន័យថានៅពេលយើងរៀបការក្នុងសាសនាយូដាគេធ្លាប់ជឿថាមាន3នាក់ដែលរៀបការជាមួយគ្នាមានព្រះជាម្ចាស់មានភរិយានិងមានស្វាមីជារង្វង់ទាំង3ដូច្នេះរង្វង់របស់ព្រះជាម្ចាស់គឺព្រះជាម្ចាស់ដែលពាត់យើងបាទរង្វង់ទី2របស់ភរិយាគាត់ដើរជុំស្វាមីជា7ដង7ជុំប្តីគាត់ឈរហើយភរិយាដើរជុំវិញស្វាមី7ដងបញ្ជាក់អំពីអីមានយល់ឬអត់ហើយតែភរិយាដើរលំពាត់ស្វាមីជា7ជុំហើយមានយល់ឬអត់មកពីព្រះគម្ពីរដែរនៅពេលជនជាតិអ៊ីស្រាអែលចង់យកក្រុងយេរីកូពួកគាត់លំពាត់ក្រុងយេរីកូ
ហើយដើរចំវែងក្រុងយេរីកូចំនួន7 ដងរហូតដល់កំពែងក្រុងរលំអស់បាទសម្រាប់សាសនាយូដាបរោះមានចិត្តរឹងរូសបាទព្រីបាននឹងកំពែងហើយស្ត្រីភេរីយាចង់ឲ្យកំពែងនេះរលំបាទទៅជាភេរីយាចង់ឈ្នះស្វាមីដែលរឹងរូសវាបញ្ជានៅតម្លៃរបស់ស្ត្រីនៅក្នុងសាសនាយូដាបាទសម្រាប់អាពាហ៍ពិពាហ៍រង្វង់ទី3គឺរង្វង់របស់ស្វាមីគឺចិញ្ចៀនក្នុងសាសនាយូដាមានតែស្ត្រីដែលពាក់ចិញ្ចៀនស្វាមីអត់ពាក់ទេសាចិញ្ចៀនជារង្វង់ជារង្វង់ដែលស្វាមីឲ្យរង្វង់របស់ស្វាមីគឺប្រពន្ធដែលដើរ7 ជុំតែសម្រាប់ស្ត្រីគឺចិញ្ចៀនទី5ពិធីចុះហត្ថលេខាហៅថាកេតុវានេះបាទដើម្បីបញ្ជាអំពីអាពាហ៍ពិពាហ៍ជាផ្លូវការទី6ពិធីអរព្រគុណព្រះជាម្ចាស់ពួកគាត់ជូនពរឲ្យគ្នាទៅវិញទៅមកហើយលើកដំកើងសេរីរុងរឿងរបស់ព្រះជាម្ចាស់ជា7 ដងហើយពួកគាត់ជូនពរនៅលើពេងស្រាបាទហើយពួកគាត់បានជូនពរទាំងអស់ហើយ7 ដងពួកគាត់ផឹកពិសាស្រាបាទទី6ទាំងអស់គ្នាស្រែកថា Mazel Tov សំជូនពរហើយពេលនោះស្វាមីគាត់យកកែវដែលគេប្រើដើម្បីផឹកស្រាដាក់ក្នុងក្រណាត់មួយហើយគាត់ជន់បែកដើម្បីរំលឹកអំពីព្រះវិហារក្រុងយេរូសាឡិមដែលរហូតដល់សប្តាហ៍ថ្ងៃអត់មានទៀតទេមែនអត់ដែលត្រូវគេកំតិចហើយដូចជាអាពាហ៍ពិពាហ៍ចង់នាំយើងឲ្យសប្បាយរីករាយក៏ប៉ុន្តែនៅតែមានដូចជារឿងដែលមិនសូវសប្បាយដែរហើយជាពិសេសគ្មានព្រះវិហារទៀតទេនៅក្រុងយេរូសាឡិមទី7គូស្វាមីភរិយាថ្មីចូលក្នុងបន្ទប់សម្ងាត់ដែលក្លែកយ៉ាងតិច8 នាទីបាទដើម្បីមាន privacy តិចបាទទី8ពិធីរបាំជូនពរហើយពេលនោះមកដឹងបាទខ្ញុំធ្លាប់ឃើញម្ដងគេចូលចិត្តយកគូស្វាមីភរិយាហើយបោះគេអូបាទបាទម៉ោងប៉ុន្មាន
ว้าวสลแต่มาไปนิทีโอเคตามคริสต์ศาสนาខ្ញុំបានរៀបចំច្រើនពេកបងប្អូនអើយចឹងតាមគ្រីស្ទសាសនាពេលដំបូងខ្ញុំចង់រំលឹកអំពីអកេសញ្ញាដោយសារសម្រាប់យើងអាពាហ៍ពិពាហ៍ជាអកេសញ្ញាបងប្អូនយើងដឹងហើយក្នុងគ្រីស្ទសាសនាយើងមានអកេសញ្ញាទាំង7ដែលយើងចែកជា3ក្រុមទី1គឺអកេសញ្ញាបង្ហាត់ឲ្យទៅជាគ្រីស្ទបរិស័ទពេញលេងជ្រមុជទឹកលាបថ្ងាអរព្រះគុណមួយទៀតគឺអកេសញ្ញាព្យាបាលលើកលែងទោសនិងសម្រស់សម្រួលហើយលាបប្រេងឲ្យអ្នកជំងឺហើយក្រុមទី3អកេសញ្ញាផ្ដួលមុខងារបម្រើអពាហ៍ពិពាហ៍និងតែងតាំងជាលោកគង្វាលបម្រើនេះរំលឹកតែប៉ុណ្ណឹងយើងដឹងទាំងអស់គ្នាហើយមែនអត់រៀបការឬក៏នៅលីវឬក៏ចូលបួសតើមួយណាដែលល្អប្រសើរជាងគេមួយណាល្អប្រសើរជាងគេគឺល្អប្រសើរទាំងអស់ល្អប្រសើរទាំងអស់អកេសញ្ញាបង្ហាត់ឲ្យទៅជាគ្រីស្ទបរិស័ទពេញលេងទាំង3ប្រោសឲ្យយើងក្លាយជាបុត្រាបុត្រីរបស់ព្រះបិតាក្លាយជាបងប្អូនរបស់ព្រះបុត្រានិងព្រះពន្លារបស់ព្រះវិញ្ញាណដ៏វិសុទ្ធបាទនេះអកេសញ្ញាបង្ហាត់ទាំង3ក៏ប៉ុន្តែអកេសញ្ញាផ្ដួលមុខងារបម្រើទាំង2គឺអាពាហ៍ពិពាហ៍និងតែងតាំងប្រោសយើងឲ្យคล้ายទៅជាគូស្វាមីភរិយាពីម្សិលមិញលោកហ្វ្រង់ស្វានិយាយថានរណាមានប្រពន្ធនៅទីនេះតាមពិតប៊ូជីចាគួរឲ្យលើកដៃដែរបាទតាមរយៈអកេសញ្ញាអាពាហ៍ពិពាហ៍និងអកេសញ្ញាតែងតាំងយើងក្លាយជាគូស្វាមីភរិយាបាទចំពោះគ្រីស្ទបរិស័ទដែលចូលបួសឬក៏នៅលីវដូច្នេះពួកគាត់មានបញ្ជាក់នៅអត្ថកំបាំងនៃជំនឿមួយផ្សេងទៀតសម្រាប់គេមិនមែនជាគូស្វាមីភរិយាទេអ្នកដែលនៅលីវឬក៏ដែលចូលបួសបព្វជិតបព្វជិតាតាមពិតអត់បញ្ជាក់អំពីអាពាហ៍ពិពាហ៍ទេអត់បញ្ជាក់អំពីគូស្វាមីភរិយាទេមានតែអកេសញ្ញាតែងតាំងនិងអកេសញ្ញាអាពាហ៍ពិពាហ៍ដែលបញ្ជាក់អំពីគូស្វាមីភរិយាប៉ុន្តែនេះខ្ញុំទុកសំណួរនេះអំពីមូលហេតុទេស្បើបងប្រុសស្រីជាបព្វជិតបព្វជិតាឆ្ងល់ពីអ្វីដែលខ្ញុំនិយាយលើសូមមកសួរខ្ញុំពេលក្រោយដោយសារខ្ញុំអត់មានពេលនិយាយក្រោយមកខ្ញុំចង់និយាយអំពីប្រវត្តិសាស្ត្រនៃក្បួនពិធីអាពាហ៍ពិពាហ៍តាមកាតូលិកប៉ុន្តែអត់មានពេលសូមទោសបាទអត់មានពេលខ្ញុំចង់ចូលក្នុងដំណាក់កាលដ៏សំខាន់ទាំង4នៃក្បួនអាពាហ៍ពិពាហ៍របស់យើងបាទចឹងទី1ដំណាក់កាលទី1គឺពិធីផ្ដើមប្រារព្ធ Welcome ទាំងអស់គ្នាសូមស្វាគមន៍ទាំងអស់គ្នាបាទក្រោយមកដំណាក់កាលទី2ពិធីលើកដំកើងព្រះបន្ទូលព្រះជាម្ចាស់យើងអង្គុយនិងស្ដាប់ព្រះបន្ទូលដំណាក់កាលទី3គឺពិធីប្រារព្ធអកេសញ្ញាអាពាហ៍ពិពាហ៍តែម្ដង
ខ្ញុំចូលចិត្តនិយាយថាជាពិធីចងសម្ព័ន្ធមេត្រីពិធីចងសម្ព័ន្ធមេត្រីហើយដំណាក់កាលទី4គឺពិធីបញ្ចប់ឬក៏ពិធីចាត់ឲ្យទៅចឹងដំណាក់កាលទី1ពិធីផ្ដើមប្រារព្ធពិធីផ្ដើមប្រារព្ធយើងស្វាគមន៍គ្នាទៅវិញទៅមកយើងស្វាគមន៍គ្នាទៅវិញទៅមករបៀបមានពីររបៀបដែលយើងអាចប្រារព្ធបានរបៀបទី1គូស្វាមីភរិយាចាំនៅតាមទ្វារចូលព្រះវិហារនៃព្រះវិហារបាទហើយលោកបុជីចាដើរទៅនោះដើម្បីស្វាគមន៍គេស្វាគមន៍គូស្វាមីភរិយាហើយរួមគ្នាហែចូលព្រះវិហារបាទនេះរបៀបទី1មានរបៀបមួយទៀតដែលស្ដាយយើងអត់បានបញ្ចូលនៅក្នុងក្បួនថ្មីយើងរបៀបមួយទៀតវាមកពីសាសនាយូដាតាមពិតលោកបុជីចាគាត់ចាំនៅមុខអាសនៈហើយមានឪពុកម្ដាយរបស់កូនកំឡោះដែលណែនាំកូនកំឡោះមកកន្លែងមកមុខនៅក្នុងព្រះវិហារក្រោយមកយ៉ាងជ្រៀងអីហើយមានកូនក្រមុំដែលហែចូលព្រះវិហារដោយមានឪពុកម្ដាយគាត់ហើយបាទជួយណែនាំដូចជាពិធីលះបង់ពិធីបោះបង់សឪពុកម្ដាយនាំចូលនាំកូនហើយក្រោយមកឪពុកម្ដាយទៅបាទយើងលះបង់កូនយើងហើយពួកគាត់មានសេរីភាពហើយលើបាទក្រោយមកយើងចាប់ផ្ដើមពិធីក្នុងព្រះនាមព្រះបិតានិងព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធចុចកាងបញ្ជាអំពីអីអំពីព្រះត្រៃឯកនិងអំពីសក្ការៈបូជាកូនកំឡោះនេះនិងកូនក្រមុំនេះតិចទៀតនឹងថ្វាយខ្លួនទុកជាសក្ការៈបូជាបាទអភិភិពាជាសក្ការៈបូជាបាទយើងថ្វាយខ្លួនឲ្យគ្នាទៅវិញទៅមកហើយចុចកាងបញ្ជាអំពីនេះដំណាក់កាលទី2យើងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីច្រើនគឺគូស្វាមីភរិយាដែលជ្រើសរើសអត្ថបទឬក៏យើងអាចប្រើអត្ថបទគម្ពីរដែលជាប់នឹងអភិបូជាថ្ងៃនេះក៏បានដែរចឹងមានអត្ថបទទី1ដំណងដំកើងហើយមានដំណឹងល្អហើយលោកកងវិលជាឧបថាឬក៏ជាបុជីចាឬក៏ជាលោកអភិបាលទេសនាសូមបញ្ជាក់ថាថ្ងៃដែលយើងអាចរៀបការបាននៅក្នុងគ្រិស្តសាសនាគឺរាល់ថ្ងៃលើកតែថ្ងៃអាទិត្យលើកឡើងតែមានករណីពិសេសពីច្រើនយើងរៀបការពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យអាចធ្វើបានប៉ុន្តែលើកឡើងតែមានករណីពិសេសជាទូទៅយើងអត់ដែលរៀបការថ្ងៃអាទិត្យទេដោយសារថ្ងៃអាទិត្យជាថ្ងៃរបស់ព្រះអម្ចាស់មានអត្ថភាព
បាទហើយពណ៌ដែលបុជីចាពាក់គឺពណ៌សมันពណ៌ផ្កាឈូកទេมันពណ៌ផ្កាឈូកតាមពិតពណ៌ផ្កាឈូកអានេះជាខ្ញុំស្ដាយដោយសារនេះជាពិសេសនៅអាស៊ីនៅបាទជាពិសេសនៅវៀតណាមមកយ៉ាងយើងបានយកពណ៌ផ្កាឈូកมันជាប្រពៃណីរបស់យើងទេជាប្រពៃណីដែលមកពីអឺរ៉ុបហើយពណ៌ផ្កាឈូកដែលបញ្ជាក់អំពីស្នេហានៅអឺរ៉ុបពណ៌ផ្កាឈូកបញ្ជាក់អំពីស្នេហាចឹងយើងយកពណ៌ស្នេហាដើម្បីប្រារព្ធអាពាហ៍ពិពាហ៍វាឆ្កងមកហើយនេះកុំនិយាយថាជាប្រពៃណីរបស់យើងនៅអាស៊ីបាទអញ្ចឹងប្រហែលគួរឲ្យគិតឡើងវិញដែរអំពីពណ៌ដែលយើងប្រើដើម្បីរៀបការអូខេយើងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្រោយមកមានពិធីចងសម្ព័ន្ធមេត្រីពិធីចងសម្ព័ន្ធមេត្រីឬក៏អគ្គសញ្ញាអាពាហ៍ពិពាហ៍តែម្ដងទីមួយលោកបុជីចាសួរសំណួរទៅគូស្វាមីភរិយាលោកបុជីចាសួរសំណួរអំពីសេរីភាពអានេះលោកហ្វ្រង់ស្វាបាននិយាយពីម្សិលមិញអំពីសេរីភាពអំពីការលេងលាក់មិនបានតើយើងសុខចិត្តឬអត់អាពាហ៍ពិពាហ៍ជាកាហ្វេដូកូពេលយើងកោហើយជាប់ហើយបាទហើយទី3តើយើងសុខចិត្តទទួលកូនបាទបន្តពូជហើយអប់រំកូនក្រោយមកគូស្វាមីភរិយាថ្វាយពាក្យខ្ញុំសុខចិត្តនិយាយថាថ្វាយពាក្យសច្ចាឲ្យគ្នាទៅវិញទៅមកថ្វាយពាក្យសច្ចាឲ្យគ្នាទៅវិញទៅមកបងទទួលអូនធ្វើជាភរិយាហើយសន្យាថានឹងមានចិត្តភក្តីចំពោះអូនទាំងពេលមានអំណរសប្បាយក៏ដូចពេលមានទុក្ខលំបាកពេលមានសុខភាពល្អក៏ដូចជាពេលមានជំងឺបងសន្យាស្រឡាញ់និងគោរពអូនអស់មួយជីវិតរបស់បងបាទនេះហើយដែលជាអគ្គសញ្ញាអាពាហ៍ពិពាហ៍គឺពាក្យសម្ដីនេះដែលជាអគ្គសញ្ញាអាពាហ៍ពិពាហ៍មិនចិញ្ចៀនតិចគេនឹងបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមកតែមិនចិញ្ចៀនដែលជាអគ្គសញ្ញាគឺពាក្យសច្ចាដែលយើងថ្វាយឲ្យគ្នាទៅវិញទៅមកមុនពាក្យសច្ចានេះយើងនៅតែ free នៅតែមានសេរីរត់ទៅបាត់ទៅតែពេលយើងថ្វាយពាក្យសច្ចានេះអស់ហើយយើងជាប់ហើយអស់មួយជីវិតនេះហើយដែលជាស្នូលនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍អូខេខ្ញុំទៅលឿនណាអញ្ចឹងក្រោយមកចិញ្ចៀនក្រោយមកលោកបុជីចាទទួលស្គាល់ក្នុងនាមព្រះសហគមន៍ថាគូស្វាមីភរិយានេះវាជាប់គ្នាហើយអស់មួយជីវិតបាទនៅក្នុងព្រះនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធបាទអូខេដូច្នេះតែប៉ុណ្ណឹងខ្ញុំនិយាយទៀតអត់បានទេមិនអត់ទី4ណាហើយនេះខ្ញុំចង់និយាយដោយសារជា
ទស្សនវិស័យដែលខ្ញុំមានអំពីអាពាហ៍ពិពាហ៍ពេលយើងនិយាយអំពីក្បួនពិធីបងប្អូនយល់ឃើញហើយមានន័យថាមើលគឺមាន1ម៉ោងដើម្បីនិយាយអំពីក្បួនពិធីមានន័យថាតែប៉ះទៅគ្រប់ទេពេលយើងនិយាយអំពីក្បួនពិធីអាពាហ៍ពិពាហ៍ឬក៏អំពីអកេសញ្ញាអាពាហ៍ពិពាហ៍អានេះជាវិស័យជំរឿយើងនិយាយមួយម៉ាត់តែប៉ុណ្ណឹងអត់បានទេវិស័យជំរឿមែនតើបាទយើងមានបញ្ហាមួយនៅប្រទេសសហគមន៍យើងនៅកម្ពុជាតែតង់នឹងអកេសញ្ញាដែលជាប្រពៃណីតែតង់នឹងអាពាហ៍ពិពាហ៍ដែលជាប្រពៃណីនិងអាពាហ៍ពិពាហ៍ដែលជាអកេសញ្ញាបាទហើយខ្ញុំគិតថានេះជាបញ្ហាមួយដែលគួរយើងដោះស្រាយបាទហើយតែខ្ញុំបាននិយាយអំពីអាពាហ៍ពិពាហ៍តាមសាសនាយូដាដោយសារខ្ញុំយល់ឃើញថាទាំងសាសនាយូដាទាំងព្រះពុទ្ធសាសនាគេយកអាពាហ៍ពិពាហ៍ធ្វើជាប្រពៃណីសម្រាប់យូដានិងសាសនានិងព្រះពុទ្ធសាសនាអាពាហ៍ពិពាហ៍ជាប្រពៃណីដែលយើងធ្វើនៅតាមផ្ទះខ្ញុំដែលឃើញពុទ្ធបរិស័ទដែលទៅរៀបការនៅវត្តតែគេទៅវត្តឬអត់ទៅវត្តទេអមាគឺលោកដែលមកពិចារណាគឺលោកដែលមកតែប្រពៃណីអាពាហ៍ពិពាហ៍តាមប្រពៃណីគេធ្វើនៅផ្ទះបាទគេថែមដូចម្សិលមិញខ្ញុំបានឮថាបាទគ្រូវងបានសួរអ្វីដែលជាប់នឹងសាសនាអ្វីដែលជាប់នឹងប្រពៃណីបាទតែអាពាហ៍ពិពាហ៍ជាប្រពៃណីតាមផ្ទះអានេះវាជ្រាបជ្រៅនៅក្នុងដួងចិត្តខ្មែរនឹងបាទយើងប្រារព្ធនៅផ្ទះសម្រាប់យើងជាអកេសញ្ញាមួយដែលយើងប្រារព្ធនៅព្រះវិហារបាទមិនជាប្រពៃណីដែលយើងធ្វើនៅផ្ទះតែជាអកេសញ្ញាដែលយើងធ្វើនៅព្រះវិហារអញ្ចឹងខ្ញុំធ្លាប់គិតថាប្រសិនបើយើងយកប្រពៃណីបញ្ចូលក្នុងអកេសញ្ញានៅព្រះវិហារខ្ញុំសូមសួរហើយនេះជាអ្វីដែលយើងត្រូវគិតតើវាត្រូវឬអត់ប្រសិនបើយើងមើលអកេសញ្ញាអាពាហ៍ពិពាហ៍តាមគ្រិស្តសាសនាពេញលក្ខណៈហើយចឹងថាទោះបីអត់មានប្រពៃណីយើងមានសុពលភាពបាទមានសុពលភាពដ៏ពេញលក្ខណៈសុពលភាពនៃអាពាហ៍ពិពាហ៍មិនមែនមកពីប្រពៃណីមកពីអកេសញ្ញាសម្រាប់យើងអញ្ចឹងអកេសញ្ញាអាពាហ៍ពិពាហ៍វាល្អប្រសើរហើយមិនខ្វះអ្វីទេហើយមកខាងទៀតអាពាហ៍ពិពាហ៍តាមប្រពៃណីវាពេញលក្ខណៈដែរមកយ៉ាងបាទមានតម្លៃថ្លៃថ្នូរដែរហើយប្រសិនបើយើងយកអកេសញ្ញាមកយើងយកប្រពៃណីតិចតួចចូលគ្នាហើយដូចជាទាំងអកេសញ្ញាទាំងប្រពៃណីបាត់គុណភាពមកយ៉ាងនេះជាអ្វីដែលខ្ញុំគិតបាទខ្ញុំគិតថាប្រសិនបើយើងលាយវាបាត់គុណភាពវាមិនសមសម្រាប់ទាំងអកេសញ្ញាវាមិនសមសម្រាប់ប្រពៃណីបាទអញ្ចឹងអ្វីដែលខ្ញុំធ្លាប់គិតតើនៅប្រទេសកម្ពុជានៅក្នុងប្រទេសសហគមន៍យើងនៅកម្ពុជាប្រហែលជាគួរឲ្យ
យកអកេសញ្ញាអាពាហ៍ពិពាហ៍ទុកជាអកេសញ្ញាហើយគួរឲ្យគិតអំពីក្បួនអាពាហ៍ពិពាហ៍ជាប្រពៃណីដែលជាអនុសញ្ញាអកេសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រើរូបនៅព្រះវិហារអនុសញ្ញាអាពាហ៍ពិពាហ៍ជាអនុសញ្ញាជាប្រពៃណីដែលប្រើរូបនៅតាមផ្ទះតែមិនជាអកេសញ្ញាប៉ុន្តែជាអនុសញ្ញាសម្រាប់អនុសញ្ញាយើងមានសេរីភាពច្រើនណាស់អកេសញ្ញាយើងអត់មានសិទ្ធិដូចជាធ្វើតាមចិត្តយើងបាទប៉ុន្តែអនុសញ្ញាយើងមានសេរីភាពច្រើនណាស់ដើម្បីរៀបចំចឹងតាមអ្វីដែលខ្ញុំគិតគួរឲ្យបែងចែកអកេសញ្ញាអាពាហ៍ពិពាហ៍នៅព្រះវិហារអនុសញ្ញាអាពាហ៍ពិពាហ៍តាមប្រពៃណីនៅផ្ទះដូចព្រះពុទ្ធសាសនាដូចសាសនាយូដាមកយ៉ាងបាទអរគុណច្រើនតែប៉ុណ្ណឹងមានសេចក្តីអីទៀតប៉ុន្តែចប់ហើយបាទអរគុណច្រើនអរគុណច្រើនអរគុណលោកពុកដែលបាន